no cái đây này nó sẽ đây bị cài đi chóm bài bot nâng đi tệ vị thí cho bằng ra càng nghe được bo cru bằng riêng phải lên cây prom prieng càng ngheនៅតាមគ្រឹះស្ថានសិក្សាបឋមសិក្សាសាធារណៈអញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងវិញថាបងប្អូនទាំងអស់ដែលជាមន្ត្រីកិច្ចព្រមព្រៀងត្រូវមានត្រៀមត្រូវមានជាដាច់ខាតទី1សម្បត្តិបញ្ជាក់កំណើតសម្បត្តិបញ្ជាក់កំណើតគឺអស់លោកស្រីត្រូវតែយកទៅចម្លងនៅច្រកចេញចូលតែមួយទី2សញ្ញាបត្រគឺអស់លោកស្រីត្រូវតែយកទៅបញ្ជាក់នៅរដ្ឋបាលក្រុងស្រុកដែលនៅជិតផ្ទះរបស់អស់លោកស្រីទាំងអស់ទី3តាក់ទងទៅនឹងពិនិត្យសុខភាពអញ្ចឹងពិនិត្យសុខភាពខ្ញុំសូមប្រាប់ទីតាំងគឺនៅខាងកើតសាលាភូមិន្ទភ្នំពេញភូមិន្ទនីតិសាស្ត្រនៅខាងកើតហ្នឹងយើងទៅហើយចុងក្រោយគេគឺត្រូវមានលិខិតស្គាល់ទោសនេះគឺទីតាំងគឺនៅមុខព្រះបរមរាជវាំងហើយនៅផ្លាកខាងមុខនៅចិត្តព្រះអង្គដង្ការហ្នឹងគេដាក់ថាក្រសួងយុត្តិធម៌ណាអញ្ចឹងបងប្អូនខ្ញុំមិនមែនចេះជាងបងប្អូនទេប៉ុន្តែកុំឲ្យវាខកខានខកពេលវេលាខកដំណើរអញ្ចឹងបងប្អូនតនេជិះស្ដាប់នេះទៅហើយចំពោះឯកសារយើងត្រូវធ្វើ4ច្បាប់បងប្អូនណា4ច្បាប់ឯកសារ4ច្បាប់ទី1ទុកតម្កល់សាលាទី2តម្កល់ខ្លួនឯងនិង2ច្បាប់ទៀតគឺត្រូវបញ្ជូនទៅឲ្យការិយាល័យអប់រំរដ្ឋបាលក្រុងស្រុកណាអញ្ចឹងបងប្អូនទៅធ្វើអាហ្នឹងហើយការងារគេសួរខ្ញុំទៀតដែរគេសួរថាតើមន្ត្រីកិច្ចព្រមព្រៀងហ្នឹងគាត់ប្រភេទគាត់ប្លង់រឹងក៏ប្លង់ទន់ចឹងតកតងនឹងច្បាប់ការងារគ្មានពីណាប្លង់រឹងឬក៏ប្លង់ទួនទេដោយសារអីបើសិនបើយើងប្រព្រឹត្តខុសប្រតិបត្តិខុសទៅនឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូបរិញ្ញាដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដែលយើងខុសច្បាប់គេដកចោលហើយណាព្រោះប្រទេសមានច្បាប់អញ្ចឹងអត់មានអីពិបាកទេអញ្ចឹងកាលណាបើសិនបើយើងគោរពច្បាប់អត់អីទេអញ្ចឹងប្លង់រឹងប្លង់ទួនអត់សំខាន់ទេសំខាន់សូមឲ្យបុគ្គលិកទាំងអស់មិនថាក្របខ័ណ្ឌមិនថាកិច្ចសន្យាមិនថាកិច្ចព្រមព្រៀងបើសិនបើយើងធ្វើការបានល្អប្រសើរធ្វើការដោយយកចិត្តទុកដាក់ធ្វើការដោយមានការទទួលខុសត្រូវខ្ពស់ធ្វើការដោយមានការគ្រប់គ្រងអបអរសាទរពីប្រជាពលរដ្ឋអ្នកអាណាច្បាសិស្សយើងនឹងរក្សានៅដដែលតកតងទៅនឹងការវាយតម្លៃមន្ត្រីកិច្ចព្រមព្រៀងខ្ញុំសូមបញ្ជាក់ណាមន្ត្រីកិច្ចព្រមព្រៀងគឺ1ឆ្នាំវាយតម្លៃម្ដងហើយយើងវាយតម្លៃគឺនៅខែ10ឬក៏គេហៅថាខែតុលាហើយប្រាក់បៀវត្សឬក៏ប្រាក់ខែ salary expense ហ្នឹងគឺគាត់បានរយៈពេល12ខែដូចគ្រូក្របខ័ណ្ឌដែរណាគឺគាត់ទទួលចាប់ពីខែ11រហូតដល់ខែ12ចឹងហើយខែ1ដល់ខែ12ដូចគ្នាហើយប្រាក់ខែគាត់គឺទទួលបាន1,50,000,000រៀលឬក៏1,000,000 កន្លះ